ទាំងអស់គ្នាយើងបានរៀនរួចហើយអំពី polyline និងការ edit line បាទនៅមេរៀនទី5អញ្ចឹងឥឡូវយើងចាប់ផ្ដើមរៀនមេរៀនទី6របស់យើងគឺ cycle បាទការប្រើប្រាស់ tool cycle បាទអញ្ចឹងនៅក្នុង tool cycle នេះដូចយើងឃើញរូបស្រាប់នេះ head របស់វាជា default គឺ center radius ហើយក្នុងនោះ cycle drop down list មានឈើអញ្ចឹងបើយើងនិយាយថា tool cycle click ទៅលើ tool cycle អញ្ចឹងរូបមួយនេះបើគេនិយាយថា cycle drop down list អញ្ចឹងសញ្ញាព្រួយមួយនេះ click ទៅវាចេញមកឆ្វេងទៀតអញ្ចឹងឥឡូវយើងយក cycle ប្រភេទទី1មកគូបាទអញ្ចឹង cycle ប្រភេទទី1នេះ center radius យើង click លើវាមកយើងប៉ះវាមកនេះចុចចំណុចកណ្ដាលមួយនិងបន្ទាប់មកទាញប្រវែងកម្មរបស់វាបាទន័យថា center របស់រង្វង់និងកម្មអញ្ចឹងយើងនេះនៅលើ command line គេថាឲ្យយើងកំណត់ចំណុចដែលជា center របស់រង្វង់បាទអញ្ចឹងយើង click មកនេះអញ្ចឹងអាប្រវែងដែលយើងទាញហ្នឹងគឺជាកម្មរបស់រង្វង់ហើយយើង delete វាចោលវិញយើងក៏អាចប្រើ command បានដែរ c enter បាទហើយយើង click មួយទាញមកចេះឬក៏ c enter ទៅដែរយើង click មួយយើងវាយលេខវាយតម្លៃលេខដែលជាប្រវែងកម្មឧទាហរណ៍ថាខ្ញុំវាយ50បាទអញ្ចឹងយើងយកកម្មវា50 enter វាចេញចេះអញ្ចឹងឥឡូវកម្មវា50មែនអត់ DRA enter វាស់កម្មបាទ click ទៅលើរង្វង់យើងទាញចេញមកនេះកម្មវា50 air ហ្នឹងបានន័យថា radius អញ្ចឹងបើកម្ម50អង្កត់ផ្ចិតវា100អញ្ចឹងការវាស់អង្កត់ផ្ចិត DDI enter click ទៅលើរង្វង់ទាញមកវាស់អង្កត់ផ្ចិតអញ្ចឹងសញ្ញានេះសញ្ញា diameter បានន័យថាអង្កត់ផ្ចិតបាទស្មើ100អញ្ចឹងឥឡូវខ្ញុំគូយើងឲ្យយើងមើលមួយទៀតនេះចុចទៅលើរង្វង់នេះក៏ដែរ center diameter ន័យថាចំណុចកណ្ដាលរង្វង់និងអង្កត់ផ្ចិតរង្វង់អញ្ចឹងយើង click ទៅលើវាចុចមួយចំណុចកណ្ដាលរង្វង់បន្ទាប់មកវាយអង្កត់ផ្ចិតរង្វង់បាន100ឧទាហរណ៍យើងចង់បាន100 enter DDI enter វាស់អង្កត់ផ្ចិត100បាទអញ្ចឹងយើង click ទៅលើអានេះអញ្ចឹងឥឡូវយើងបើយើងប្រើ comment វិញមិនវិញ C enter នៅកន្លែងនេះវាសួរយើងបាទ C enter ហើយវាសួរយើងវាឲ្យយើង click ចំណុចកណ្ដាលរបស់រង្វង់អញ្ចឹងយើង click មួយបន្ទាប់មកវាសួរថាចង់បានគូជាអង្កត់ផ្ចិតអត់បើយើងចង់គូនេះអក្សរ D ពណ៌ខៀវអញ្ចឹងយើងវាយអក្សរ D ទៅយើងវាយអក្សរ D ក៏បានយើង click ទៅលើហ្នឹងក៏បានអញ្ចឹង D enter បាទអញ្ចឹងចង់យកប៉ុន្មានអង្កត់ផ្ចិតប៉ុន្មាន100បាទបើយើងចង់យកអង្កត់ផ្ចិត100ពីមុនយើង100ហើយអញ្ចឹងយើងខ្ជិលវាយទៀតយើង enter យកមកបាទបើយើងចង់វាយទៀតក៏បាន100 enter បាទ DDI enter វាស់អង្កត់ផ្ចិតនេះ100យើង delete វាចោលអញ្ចឹងបើយើងវាយ C enter click យើងដាក់100បាទហ្នឹងជាកម្មបាទនេះកម្មវាកម្មរង្វង់ស្មើ100អញ្ចឹងបើយើងវាយ C enter click មួយយក D enter ទៀត D enter 100អញ្ចឹងយើងគូតាមកប់ចិត្ត100យើងលុបវាចោលវិញមានរង្វង់ផ្សេងទៀត2 point 3 point បាទយើងមើលរូបគេបញ្យល់យើងតិចទៅនេះ click ទី1 click ទី2អញ្ចឹងវាបានរង្វង់2 point 3 point click ទី1 click ទី2 click ទី3វាអត់ខ្វល់ថាជាចំណុចអីឲ្យតែយើង click ណាចំណុចនេះត្រូវជាផ្នែករបស់រង្វង់តង់ radius អញ្ចឹងរង្វង់ដែលកើតពីតង់សង2បាទតង់សង1តង់សង2នេះប្រវែងកម្មមួយទៀតតង់កើតពីតង់សង3អញ្ចឹងឥឡូវខ្ញុំគូ2 point ឲ្យយើងមើលអញ្ចឹងមានអីគ្រាន់តែយើង click ចេញមកយើងទាញចេញមក2 point តែថាយើងមាន L1 នៅកន្លែងនេះយើងមាន line មួយទៀត L enter នៅកន្លែងនេះអញ្ចឹងយើងគូរង្វង់2 point យករង្វង់មក2 point អញ្ចឹងយើង click កន្លែងណាក៏បានសេចចិត្តយើង1
បាទវាដឹងតែបង្កើតចំណុចហ្នឹងមួយចំណុចហ្នឹងពីរបានជារង្វង់3 point អញ្ចឹងដែរបាទនេះ3 point 1 2 ទី3យើងคลิกឡើងហ្នឹងឡើងទៅដឹងថាទី2ហ្នឹងវាចងជាប់រួចហើយអញ្ចឹងទី3យើងคลิกចងចំណុចទី3កន្លែងនេះ1 2 3អញ្ចឹងបើយើងប្រើ comment មិន comment យើងប្រើមិន C enter នេះយើងឃើញនៅលើ comment នេះ 3p 2p អញ្ចឹងបើយើងយក 3p enter 3p enter អញ្ចឹងរង្វង់3 point 1 2 3បាទកន្លែងណាក៏បានយើង click C enter 2 point ម្ដងបាទឥឡូវខ្ញុំជ្រើសវាយ comment ខ្ញុំ click លើលេខហ្នឹងមកclick លើលេខបានដូចគ្នា1 2បាទ2 point អញ្ចឹងមួយទៀតនេះរង្វង់មួយទៀតដែររង្វង់តង់ radius បាទនឹងមកវិញខ្ញុំ click មួយបាទនេះហើយខ្ញុំឲ្យមើល escape សិនខ្ញុំឲ្យមើលហុកវាតង់ radius បានន័យថាចាប់ផ្ដើមតង់ទី1តង់ទី2ហើយនឹងកម្មរបស់រង្វង់ click លើវាមួយយកខ្ញុំថាយកចំណុចនេះជាតង់សង់ចំណុចនេះជាតង់សង់ហើយខ្ញុំចង់បានរង្វង់ហ្នឹងកម្មវាប្រមាណឥឡូវខ្ញុំថាកម្មវាស្មើ100 enter បាទនេះខ្ញុំយើងឃើញចំណុចនេះតង់សង់ចំណុចដែលជាប់ហ្នឹងតង់សង់ហើយខ្ញុំសា L enter នេះបាទនេះវាកាត់គ្នាត្រង់កន្លែងតង់សង់អញ្ចឹងឥឡូវខ្ញុំគួរយើងមើលស្ដាយនេះតង់ radius យកចំណុចនេះជាតង់ចំណុចនេះជាតង់បាទហើយគេឲ្យថាវាយប្រវែងកម្មមួយទៀតនេះតង់ radius នេះគេសួរថា first តង់សង់ទី1 second តង់សង់ទី2 radius cycle បានន័យថាចង់បានកម្មប្រមាណឬកម្ម100 enter នេះចំណុចតង់សង់នេះចំណុចតង់សង់ខ្ញុំលុបវាចោលវិញអញ្ចឹងយើងប្រើ comment វិញ C enter នេះ T តង់ radius អញ្ចឹងនេះអក្សរ T របស់ Q នេះយើង T enter ទៅ T enter បាទទី1ទី2កម្មម៉ានឥឡូវដាក់កម្ម150ម្ដង enter នេះវាត្រូវប៉ះកន្លែងហ្នឹងបាទវាត្រូវប្រយោលមកប៉ះជាងការរង្វង់យើងធំពេកក៏អត់បានដែរ C enter T enter បាទនេះ1 2 100 enter អញ្ចឹងយើងគូតែមានຂະຫນាតច្បាស់លាស់បានវាចេញតង់របស់យើងអញ្ចឹងយើងចាំទៅពេលអនុវត្តលំហាត់ខ្ញុំប្រាប់បន្តទៀតអញ្ចឹងឥឡូវខ្ញុំលុបវាចោលខ្ញុំប្រើរង្វង់ទៀតតង់សង់3បាទតង់សង់3តគ្នាវាថាខ្ញុំមានបន្ទាត់ L enter មានបន្ទាត់នេះអញ្ចឹងរង្វង់ដែលកើតរវាងតង់សង់3បាទមកវិញ1តង់នេះខ្ញុំคลิกកន្លែងនេះคลิกកន្លែងនេះខ្ញុំคลิกកន្លែងនេះតង់សង់វាអត់ចំឲ្យកន្លែងថាយើងคลิกទេប៉ុន្តែថាវាប្រយោលទៅវាចេញតង់សង់កន្លែងនេះអញ្ចឹងរង្វង់ហ្នឹងកើតពីវាប៉ះ3បន្ទាត់ហ្នឹងបង្កើតជាតង់សង់ C enter តង់ radius ដល់ពេលតង់3ហ្នឹងគឺអត់មាន comment នេះយើងចុចចឹងមកចឹងហើយនេះតង់ radius អញ្ចឹងក្នុងការឧទាហរណ៍ថាវាស់រង្វង់ C enter បាទនេះ DRA enter វាស់កម្មបាទ DDI វាស់ចិត្តចឹង DRA DEI ហ្នឹងបានមកពី DDI ហ្នឹងបានមកពីណាយើងមើលកន្លែង annotation panel ប៉ុណ្នេះដល់មកយើងចូលសញ្ញា drop down list បាទដែល dim drop down list សិន drop down នេះយើងចុចមកនេះ DLI អញ្ចឹងយើងថែមតែអក្សរ D មក LI D ថែមអក្សរ D មក AL ថែមអក្សរ D មក AN ថែមអក្សរ D មក AR DRA DDI នេះយើងថែមតែអក្សរ D ពីមុខហើយអក្សរ2ខ្ទង់ហ្នឹងអញ្ចឹងវាវាស់ហើយយើងគ្រាន់តែមើលរូបហ្នឹងយើងដាក់ម៉ៅលើវាទៅយើងដឹង grade coordinate dimension អញ្ចឹងគេប្រាប់យើង